មានបងប្អូនជាច្រើនណាស់ពួកគាត់បាននិយាយថាកម្ពុជាគឺមិនអាចដាក់មូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកនៅលើទឹកដីប្រទេសកម្ពុជាបានទេដោយពួកគាត់លើកឡើងថាមើលលន់នល់ជាគំរូទៅត្រង់ចំណុចនេះខ្ញុំមិនយល់ស្របតាមពួកគាត់នោះទេហើយខ្ញុំនឹងបញ្យល់នៅក្នុងវីដេអូនេះថាតើហេតុអ្វីបានជាសម័យឥឡូវនេះវាមិនដូចកាលពីសម័យលន់នល់ទី1សម័យឥឡូវនេះមិនដូចសម័យមុននោះទេសម័យឆ្នាំ1950និង1960គឺចិនចង់ពង្រីកមនោគមវិជ្ជារបស់គេចិនចង់ឲ្យប្រទេសជិតខាងទាំងអស់មានប្រព័ន្ធដូចចិនដោយឡែកនៅក្នុងសម័យនេះចិនមិនចង់ធ្វើបែបហ្នឹងទៀតទេជាក់ស្ដែងមកចិនគឺបានបដូរប្រព័ន្ធខ្លះៗទៅជាមូលដ្ឋាននិយមចិនបាននិយាយរួចហើយថាកម្ពុជាគឺមានសិទ្ធិកំណត់ជោគវាសនារបស់ខ្លួនឯងការដាក់មូលដ្ឋានទ័ពយោធាអាមេរិកមិនមែនមានន័យថាកម្ពុជាឈប់យកចិនធ្វើជាដៃគូពាណិជ្ជកម្មនោះទេគឺកម្ពុជានៅតែធ្វើដដែលហ្នឹងនិងបន្តមានទំនាក់ទំនងការទូតល្អទី2រឿងសម័យលន់នល់គឺរឿងខ្មែរឆ្លោះខ្មែរគ្នាឯងទេដែលធ្វើឲ្យខ្មែរបែកបាក់លន់នល់និងស៊ីសវត្តសេរីមតៈបានបដូរសម្ដេចតាឲ្យធ្លាក់ពីតំណែងបន្ទាប់មកសម្ដេចតាក៏បានរត់ទៅពឹងចិនឲ្យជួយនេះគឺជាមូលហេតុដែលមានសង្គ្រាមស៊ីវិលនៅកម្ពុជានៅក្នុងឆ្នាំ1970ខ្ញុំគិតថាសម័យនេះគ្មានរឿងបែបអញ្ចឹងកើតឡើងទៀតទេខ្ញុំគិតថាខ្មែរបានយករឿងនេះធ្វើជាមេរៀនរួចហើយទី3ការពីប្រទេសកម្ពុជាស្ថិតនៅក្រោមលន់នល់គឺថាកម្ពុជានិងសហរដ្ឋអាមេរិកមិនដែលធ្លាប់ជាសម្ព័ន្ធមិត្តជាមួយនឹងគ្នានោះទេកម្ពុជានិងសហរដ្ឋអាមេរិកមិនដែលមានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងផ្លូវការថាជាសម្ព័ន្ធមិត្តអ្វីទេត្រង់ចំណុចនេះគឺមានបងប្អូនខ្មែរជាច្រើនណាស់បានមានការយល់ច្រឡំប្រសិនបើជាសម្ព័ន្ធមិត្តពិតមែននោះតាមផ្លូវច្បាប់សហរដ្ឋអាមេរិកគឺនឹងមិនបោះបង់ចោលនោះទេដូចជាជប៉ុននិងកូរ៉េខាងត្បូងអញ្ចឹងសហរដ្ឋអាមេរិកគឺមានមូលដ្ឋានទ័ពយោធារបស់គេនៅឈរជើងការពារប្រទេសទាំងពីរនោះការនោះលន់នល់ក៏មិនបានដឹងអំពីរឿងដែលសហរដ្ឋអាមេរិកបានបដូរមេដឹកនាំថ្មីទេដែលគេបានបញ្ឈប់សង្គ្រាមនៅវៀតណាមហើយគេក៏បានដកខ្លួនចេញពីអាស៊ីអាគ្នេយ៍ទៅបាត់ទៅការនោះលន់នល់គាត់នៅតែមានការរំពឹងទុកថាសហរដ្ឋអាមេរិកនៅតែដដែលប៉ុន្តែការពិតគឺអត់ទេទី4នៅពេលដែលលន់នល់នៅកាន់អំណាចការនោះប្រទេសកម្ពុជាមិនមានស្ថិរភាពទេខាងឆ្វេងមានខ្មែរក្រហមខាងស្ដាំមានវៀតកុងហើយទឹកដីកម្ពុជាសឹងតែ 30% គឺត្រូវបានគេទម្លាក់គ្រាប់បាយទៀតការនោះប្រទេសកម្ពុជាទាំងមូលស្ថិតនៅក្នុងភាពវឹកវរកងទ័ពរបស់លន់នល់ពុករលួយលុយដែលសហរដ្ឋអាមេរិកបានផ្ដល់ឲ្យគឺមានមន្ត្រីជាច្រើនណាស់បានកັບកេងដោយមិនបានបើកប្រាក់ខែតែឲ្យតាហ៊ាននោះទេហើយនៅពេលដែលតកខ្មែរក្រហមបានមកដល់នៅពេលនោះតាហ៊ានលន់នល់ក៏បាននាំគ្នារត់ចោលជួអរលីងដែលបានធ្វើឲ្យខ្មែរក្រហមបានឈ្នះលើប្រទេសកម្ពុជាបងប្អូនបើសម័យឥឡូវនេះវិញគឺកម្ពុជាមានស្ថិរភាពមិនដូចសម័យមុននោះទេគ្រាន់តែពេលឥឡូវនេះកំពុងតែនឹងមានចំនួនជាមួយនឹងប្រទេសថៃខ្ញុំសង្ឃឹមថារឿងនេះនឹងអាចដោះស្រាយបានឆាប់បើប្រទេសណាកំពុងតែនឹងមានចំនួនដូចបែបនេះនោះតាមច្បាប់របស់សហរដ្ឋអាមេរិកគឺគេនឹងមិនមកដាក់មូលដ្ឋានទ័ពយោធាអ្វីទេទី5ហេតុផលចុងក្រោយនេះវាសំខាន់ជាងគេខ្មែរសម័យនេះគឺឆ្លាតជាងមុនយើងបានយល់ដឹងអំពីប្រវត្តិសាស្ត្រយើងរៀនពីវាយើងមិនឲ្យវាកើតឡើងម្ដងទៀតនោះទេខ្មែរឥឡូវនេះមានអ៊ីនធឺណិតចេះចែករំលែកបានទូលំទូលាយចេះដឹងខុសត្រូវជាងមុនមិនដូចមុនទេដែលមិនអាចឲ្យមានការប្រើអំពើហិង្សាមានសង្គ្រាមស៊ីវិលដោយការពីជំនាន់មុនឡើយបងប្អូនយើងត្រូវតែមានភាពក្លាហានក្នុងការហ៊ានជ្រើសរើសជោគវាសនារបស់ខ្លួនឯងកុំបណ្ដោយឲ្យអតីតកាលរបស់យើងមករារាំងយើងពីផ្លូវដែលល្អបំផុតសម្រាប់ប្រទេសរបស់យើងត្រូវមើលទៅមុខមិនមែនមើលទៅក្រោយទេក្នុងពេលវេលាឥឡូវនេះកម្ពុជាគឺត្រូវការធានាសុខសុវត្ថិភាពជាមុនសិនចំណែករឿងអ្វីផ្សេងទៀតចាំដោះស្រាយនៅពេលក្រោយយើងត្រូវតែការពារទឹកដីរបស់យើងជាមុនសិនសូមបងប្អូនទាំងអស់គ្នាចូលរួមជាមួយនឹងខ្ញុំនាំគ្នាគាំទ្រឲ្យកម្ពុជាដាក់មូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកសូមអរគុណ